នេះគឺជាផ្ទះសសរ100បងប្អូនផ្ទះពីដើមសសរ100តែឥឡូវហ្នឹងសល់តែសសរ40ទេដោយសារវាខូចខាតអស់ខ្លះចឹងសូមបញ្ជាក់ជូនបងប្អូនថានេះជាផ្ទះសសរ100ផ្ទះសសរ100ហើយនៅក្នុងខេត្តក្រចេះហ្នឹងមានវត្តសសរ100ហើយនឹងវត្ត105មួយទៀតចឹងឈ្មោះរៀងស្តៀងគ្នាប៉ុន្តែនេះដែលខ្ញុំប្រៀបរាប់នេះគឺជាផ្ទះសសរ100ផ្ទះសសរ100នេះគឺមាន3ចំនួនមកហើយគឺចំនួនទី1គឺមានឈ្មោះថាលោកតាលៀមនិងលោកយាយធៀមលោកតាលៀមនិងលោកយាយធៀមមានកូន6នាក់ស្រី4ប្រុស2នាក់កូនទី1ឈ្មោះលៀមនៀបស្រីលៀមចយប្រុសលៀមជុនស្រីលៀមជ្រឹងប្រុសលៀមទួនស្រីលៀមទៀនស្រីចំនួនទី2គឺចំនួនលោកតាផង់ហែលោកតាផង់ហែមានកូនប្រុសស្រីចំនួន5នាក់គឺស្រី2ប្រុស3កូនទី1ឈ្មោះផង់ខេងកូនទី2ឈ្មោះផង់ត្រេនស្រីផង់កឹមហូនប្រុសផង់កឹមហេងស្រីផង់សេងហ៊ុនប្រុសចាចំនួនទី3មានឈ្មោះលោកតាអៀខៀងលោកតាអៀខៀងមានកូនប្រុសស្រីចំនួន8នាក់គឺស្រី5ប្រុស3កូនទី1ឈ្មោះអៀស៊ីថេងស្រីអៀស៊ីផានស្រីអៀសាកស្រីអៀងឹតប្រុសអៀសារ៉ុនស្រីអៀតាជេតប្រុសអៀសុភ័ណ្ឌប្រុសអៀសារ៉ាស្រីអៀសារ៉ាគឺជាកូនស្រីពៅដែលជាម្ចាស់ផ្ទះបច្ចុប្បន្នគិតចាប់ពីឆ្នាំ2020ដោយសារគាត់មានកូនច្រើនអញ្ចឹងកូនស្រីឈ្មោះអៀសារ៉ានេះគាត់បានដូចថាចែកផ្ទះហ្នឹងត្រូវចែកទាំងអស់គ្នាស្មើគ្នាដល់ពេលអ្នកស្រីអៀសារ៉ាហ្នឹងគាត់មានលុយគាត់ក៏បែងចែកលុយដូចថាម៉ានឲ្យទៅបងទៅហើយគាត់គឺជាម្ចាស់ផ្ទះតែម្នាក់ឯងសូមបញ្ជាក់ថាអ្នកស្រីអៀសារ៉ាកើតនៅថ្ងៃទី4ខែមិថុនាឆ្នាំ1967គិតមកដល់បច្ចុប្បន្ននេះគឺគាត់មានអាយុ58ឆ្នាំហើយបានជាផ្ទះបុរាណនេះនៅមានរហូតដល់សព្វថ្ងៃដោយសារថ្នាក់ដឹកនាំបានយកចិត្តទុកដាក់អំពីផ្ទះបុរាណក្រសួងនិងអាជ្ញាធរពាក់ព័ន្ធបានចូលរួមយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមថែរក្សាផ្ទះបុរាណដែលមានអាយុយូរឆ្នាំតាមរយៈយន្តការនៃការចុះបញ្ជីនិងការទទូចស្នើសុំឲ្យប្រជាពលរដ្ឋថែរក្សាទោះជាយន្តការនៃកិច្ចគាំពារនិងអភិរក្សសំណង់បុរាណបានផ្សព្វផ្សាយរួចហើយក៏ដោយប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតជាក់ស្ដែងកាលពីចុងឆ្នាំ2019មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះបានទទួលដំណឹងបន្ទាន់មួយថាម្ចាស់ផ្ទះសសរ100នៅស្រុកឆ្លងនេះមានគម្រោងក្នុងការរុះរើផ្ទះបុរាណដើម្បីចែកដីធ្លីដល់កូនចៅនិងសាងសង់ផ្ទះថ្មីក្រោយទទួលបានដំណឹងនេះភ្លាមក្រុមការងារមន្ទីរបានចុះទៅពិនិត្យនិងធ្វើរបាយការណ៍បន្ទាន់មួយជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីជួយធ្វើអន្តរាគមន៍និងផ្ដល់អនុសាសន៍លើករណីនៃការស្នើសុំរុះរើនេះបន្ទាប់ពីទទួលបានរបាយការណ៍ភ្លាមអ្នកជំទាវបណ្ឌិតសភាចាភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចាត់អគ្គនាយកដ្ឋានបេតិកភណ្ឌសហការជាមួយមន្ទីរនិងអាជ្ញាធរខេត្តក្រចេះចុះជួបពិភាក្សាជាបន្តបន្ទាប់ជាមួយម្ចាស់ផ្ទះមុនដំបូងម្ចាស់ផ្ទះចង់លក់ផ្ទះក្នុងតម្លៃជាង$30,000ប៉ុន្តែក្រោយមកដោយសារការពន្យល់ចរចាជាច្រើនលើកច្រើនសារទើបម្ចាស់ផ្ទះយល់ព្រមបរិច្ចាគផ្ទះជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីរុះរើយកមកសាងសង់ឡើងវិញសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបានឃើញនិងបានសិក្សារៀនសូត្រ
ដោយមើលឃើញពីសន្តានចិត្តទូលាយរបស់ម្ចាស់ផ្ទះ ក្រសួងបានផ្ដល់ថវិកាលើកទឹកចិត្តចំនួន$8,000 គម្រោងរុះរើអភិរក្សជួសជុលនិងដំឡើងផ្ទះសសរ100ឡើងវិញប្រើប្រាស់ពេលវេលាអស់រយៈពេល7 ខែដោយគិតចាប់ពីថ្ងៃទី18 ខែ 6 ឆ្នាំ 2020 រហូតដល់ថ្ងៃទី30 ខែធ្នូ ឆ្នាំ 2020 ក្រោយការសាងសង់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រគល់ជូនមន្ទីរគ្រប់គ្រងជាផ្លូវការនៅថ្ងៃទី10 មករា ឆ្នាំ 2023 ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សក្គុណា ចាសសូមជម្រាបជូនបងប្អូនថាផ្ទះសសរ100នេះកាលពីមុនគឺស្ថិតនៅក្នុងស្រុកឆ្លងខេត្តក្រចេះនៅពេលដែលខាងក្រសួងបានរុះរើយកមកអភិរក្សគឺយកមកដាក់នៅក្នុងស្រុកចិត្តបុរីខេត្តក្រចេះសូមជួយជាវម្នាក់មួយផងដើម្បីបានទទួលបានវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលា